សួស្តីបងប្អូនអរគ្នាថ្ងៃនេះលោកគ្រូចង់បង្រៀនអូនបែងចែកនឹងនេះមើលថាតើអក្សរសិល្ប៍ឬណាថានឹងចង់អក្សរសិល្ប៍ណាឬអីណាដូចជារឿងខណ្ឌនិយមអក្សរសិល្ប៍ខណ្ឌនិយមមានរឿងអីរឿងនិយមរឿងអីពុទ្ធនិយមរឿងអីបបនិយមរឿងអីតើមកយើងត្រូវញែកដឹងថានៅក្នុងចលនាអក្សរសិល្ប៍ទាំង4ហ្នឹងតើប្រភេទអក្សរសិល្ប៍ហ្នឹងវាអក្សរសិល្ប៍រឿងអីខ្លះមានរឿងអីខ្លះអញ្ចឹងខ្ញុំតែងតែប្រឡងធ្វើតេស្តបងប្អូនហ្នឹងអក្សរសិល្ប៍បុរាណបានឆ្លុះបញ្ចាំងពីលក្ខណៈជាតិចុះដល់អក្សរសិល្ប៍បុរាណនៅរឿងអីអក្សរសិល្ប៍ជាប្រៃបានឆ្លុះបញ្ចាំងពីលក្ខណៈជាតិដល់អក្សរសិល្ប៍ប្រៃនេះរឿងណានេះច្រឡំរឿងអញ្ចឹងថ្ងៃនេះខ្ញុំបានបែងចែកឲ្យស្រាច់នេះអក្សរសិល្ប៍ខណ្ឌនិយមគឺមានរឿងទុកទាវរឿងការស្ពោនរឿងគូលីកំណែនរឿងនៃការទឹកចោលរឿងគ្រូរៀនសិក្សារឿងមានលេខរួមចិត្តរឿងប្រាថ្នារឿងខាងដៃចាស់មានរឿងធនជ័យដែររឿងធនជ័យរឿងភូមិលេឆារឿងសុផាតមានរឿងគ្រប់ប្រាប់គ្រប់ស្រីក៏ជាស្នាដៃអក្សរសិល្ប៍ខណ្ឌនិយមដែរហើយមិនមែនមានតែប៉ុណ្្នឹងទេអាចមានច្រើនជាងនេះទៀតពីច្រើនជាងនេះទៀតយើងមើលទៀតចុះអក្សរសិល្ប៍ព្រាហ្មណ៍និយមវិញអក្សរសិល្ប៍ព្រាហ្មណ៍និយមដែលគេយកមកសិក្សាក្នុងថ្នាក់វិទ្យាល័យនិងមហាវិទ្យាល័យគឺមានតែពីរទេគឺរឿងរៀបកេនិងរឿងមហាភារតយុទ្ធណាអញ្ចឹងនឹងគឺអក្សរសិល្ប៍ព្រាហ្មណ៍និយមអញ្ចឹងបងប្អូនយករៀនបន្តិចឲ្យចាំណាយើងប្រយ័ត្នរឿងពុទ្ធនិយមវិញស្នាដៃអក្សរសិល្ប៍ពុទ្ធនិយមមានពុទ្ធនិយមចែកជា3ពុទ្ធនិយមសុទ្ធពុទ្ធនិយមខ្លាយពុទ្ធនិយមខ្លាយហែកអូខេអញ្ចឹងពុទ្ធនិយមសុទ្ធវាមានរឿងពុទ្ធជាដកមានរឿងទាំង10មានរឿងទេមីរឿងសវណ្ណសាមមានរឿងទេវិរិយរឿងស្អីអីហៅរត់រឿងជំនុំរហូតដល់រឿង10មានរឿងប្រវេសដកហើយក្រៅពីរឿងទាំង10រឿងពុទ្ធជាដកហ្នឹងក៏មានរឿងផ្សេងដែររឿងកាកៃរឿងហង្សយន្តរឿងពុទ្ធិសែននាងកងរៃរឿងសពសិទ្ធរឿងក៏រឿងចងសាំងហើយមានរឿងទៀតគឺរឿងត្រង់សុភមន្តអញ្ចឹងទៅរឿងទាំងអស់នេះគឺជាស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ពុទ្ធនិយមមួយវិញទៀតអក្សរសិល្ប៍បរទេសដែលយើងធ្លាប់តែសិក្សាហើយរៀនចេញប្រឡងជារឿងកិត្តិយសរឿងស្នេហារឿងរ៉ូមីអូសូរីយ៉េរឿងអ៊ុយលីវិលវិញសិតរៀនហើយស្អាតរឿងត្រពាំងបិសាចរឿងអង្គទីហ្គនពុទ្ធវគ្គវីរៈនរេក្រុមថៃរឿងជនកំណាញ់រឿងពោវិសនីរឿងហាំឡេតអញ្ចឹងរឿងទាំងអស់នេះស្ថិតជាអក្សរសិល្ប៍បរទេសរឿងអក្សរសិល្ប៍បរទេសមានរឿងប៉ុណ្ណឹងបងប្អូនចំណាំវាទៅពេលប្រឡងតែសេចក្តីយើងត្រូវយករឿងណាដែលយើងចេះមករៀនរឿងនៅក្នុងថ្នាក់11យើងរៀនរឿងនេះរឿងកិត្តិយសស្នេហាបន្តិចណាមានរឿងអ៊ុយលីវិញរៀនហើយដែរណាស្ថិតតែជារឿងហាំឡេតក៏យើងរៀនដែរណាអញ្ចឹងស្ថិតតែជារឿងដែលស្នាដៃអក្សរសិល្ប៍បរទេសពេលដែលយើងរៀនចលនាទាំង4នឹងហើយយើងត្រូវដឹងថាអាចលនាទី4ហ្នឹងនិយាយប្រភេទវិញប្រភេទអក្សរសិល្ប៍មាន3អក្សរសិល្ប៍ទី1អក្សរសិល្ប៍បុរាណអក្សរសិល្ប៍បុរាណហ្នឹងយើងត្រូវដឹងថាមានរឿងអីទៀតទេអក្សរសិល្ប៍បុរាណគេមិនកំណត់ថាបើយើងប្រាប់ផ្សេងរឿងវាច្រើនឥឡូវយើងប្រាប់ផ្សេងរឿងវាផ្សេងចលនានេះចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយមហ្នឹងគឺមានរឿងពីរនេះបើអក្សរសិល្ប៍ពុទ្ធនិយមមានរឿងបង្កនេះអញ្ចឹងបាទខ្ញុំឲ្យសេចលនាទាំងពីរនេះអញ្ចឹងកាលណាគេនិយាយពីអក្សរសិល្ប៍បុរាណគឺវាមានអក្សរសិល្ប៍ព្រាហ្មណ៍និយមនិងអក្សរសិល្ប៍ពុទ្ធនិយមអញ្ចឹងមានរឿងទាំងអស់ហ្នឹងរឿងហ្នឹងហើយរឿងហ្នឹងផ្សេងតែក្តីទៅអត់ខុសទេបើគេសំណួរបើតែស្ដីថាអក្សរសិល្ប៍បុរាណបានឆ្លុះបញ្ចាំងពីលក្ខណៈជាតិយើងត្រូវដឹងរឿងរៀនកេអក្សរសិល្ប៍បុរាណរឿងក្រុងអធិបតរឿងកាកៃរឿងហង្សយន្តជាអក្សរសិល្ប៍បុរាណហ្នឹងអញ្ចឹងយើងនិយាយពីលក្ខណៈជាតិក្នុងរឿងអក្សរសិល្ប៍បុរាណទាំងរឿងនោះមកអក្សរសិល្ប៍ទំនើបអក្សរសិល្ប៍ទំនើបភាគច្រើនវាស្ថិតនៅក្នុងចលនាអក្សរសិល្ប៍គេគឺអក្សរសិល្ប៍ខណ្ឌនិយមមានរឿងទុំទាវជាអក្សរសិល្ប៍បាច់ទំនើបប្រឡងលោកមនោចេតនាអញ្ចឹងទៅរឿងកាការចិត្តចោលរឿងគូលីកំណែនរឿងជួយវិសុខស្រាយណារឿងវិលេនោះចិត្តដល់រឿងសុផាតអញ្ចឹងទៅមានច្រើនជាងនេះអញ្ចឹងយើងចេះប្រហែល4 5រឿង4 10រឿងគឺទៅប្រឡងតែអីបើគេសួរអក្សរសិល្ប៍ទំនើបយើងអាចដឹងហើយចង់ប្រភេទអក្សរសិល្ប៍ទី3គឺអក្សរសិល្ប៍ជាប្រៃមានរឿងធនជ័យរឿងគ្រូពេទ្យជើង4តែកុំភ្លេចរឿងធនជ័យក៏វាស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ខណ្ឌនិយមដែរណាប៉ុន្តែដល់ប្រភេទវាប្រភេទជាប្រៃគ្រូអត់មាននិពន្ធណាអត់ប្រាប់មាននិពន្ធឬគ្រូពេទ្យជើង4រឿងលាយើងរឿងក្នុងប្រុសក្នុងស្រី
ឬសង្គ្រាមវិញពុទ្ធប្រមរឿងអីច្រើនទៀតដែលអត់មានគុណនឹងហើយគឺជាអសរសិល្ប៍ជាប្រៃអញ្ចឹងដូចគ្នាខ្ញុំក៏ធ្លាប់តែសាកវល់ពួកយើងដែរអសរសិល្ប៍ជាប្រៃបានបង្ហាញពីគុណតម្លៃតស៊ូនៅក្នុងឆាករបស់មនុស្សគ្រប់រូបចូលបងបង្ហាញអញ្ចឹងទៅអញ្ចឹងយើងត្រូវលើករឿងទាំងអស់នឹងមកអសរសិល្ប៍ជាប្រៃតិចទៅលើករឿងនេះអីធ្លាក់ហើយអញ្ចឹងអសរសិល្ប៍ជាប្រៃគឺត្រូវដល់រឿងប្រចាំបាទអញ្ចឹងវីដេអូបែងចែកចលនាអសរសិល្ប៍ហើយនឹងប្រភេទអសរសិល្ប៍មានប៉ុណ្ណឹងបាទសូមអរគុណ